Hello សួស្តីអ្នកនរគ្នា welcome back ជាមួយខ្ញុំទៀតខ្ញុំជ័យហួយស្វាគមន៍មកកាន់វីដេអូថ្មីដែលវីដេអូមួយនេះផងដែរគឺខ្ញុំនឹងមកនិយាយតែជាមួយនឹង9សញ្ញាដែលបង្ហាញថាគេលួចស្រឡាញ់យើងប៉ុន្តែគឺគេខំលាក់អត់ឲ្យយើងដឹងទេអញ្ចឹងតើចំណុចទាំងអស់ហ្នឹងគឺមានអ្វីខ្លះអញ្ចឹងខ្ញុំជឿថាមនុស្សយើងម្នាក់សិតតាវាថាធ្លាប់លួចស្រឡាញ់នរណាគេម្នាក់ឯងបើនិយាយទៅមិនថាខ្ញុំថាគេអ្នកនរគ្នាសិតតែធ្លាប់លួចស្រឡាញ់គេអញ្ចឹងណាតែពេលខ្លះគឺយើងធម្មតាយើងលួចស្រឡាញ់គេគឺដូចជាចោលអញ្ចឹងយើងតែងតែអត់ចង់ឲ្យគេដឹងពីអារម្មណ៍យើងពិតប្រាកដបាននេះជាពិសេសយើងសម្រាប់យើងជាមនុស្សស្រីទៀតកាន់តែខំលាក់អត់ឲ្យគេដឹងអញ្ចឹងណាហើយតែអញ្ចឹងតែយើងត្រូវធ្វើម៉េចដើម្បីសុខភាពថាមនុស្សម្នាក់ហ្នឹងគឺគេកំពុងតែលួចស្រឡាញ់យើងតែយើងមើលទៅលើចំណុចអីខ្លះទី1ហ្នឹងគឺតាក់ទងជាមួយនឹងភាសារាងកាយអញ្ចឹងពេលខ្លះគាត់ធ្វើដូចជាចង់គៀកយើងឬក៏តែទៅលួចសម្លឹងយើងយូរតែពេលដែលភ្នែកយើងកលាប៉ះទៅគាត់ក៏កិច្ចមុខជេងជួនកាលធ្វើជាប៉ះរាងកាយគ្នាទោះបីជាគ្រាន់តែស្រាក់ក៏ដោយគាត់តែប៉ះបន្តិចតួចចឹងណាតែវាគ្រាន់តែបង្ហាញថាគាត់ចង់នៅក្បែរយើងជាពិសេសគឺអត់ចង់ឲ្យមនុស្សប្រុសផ្សេងហ្នឹងគឺនៅឈរនៅក្បែរយើងទេកំពុងតែមានបញ្ហាសក់ខូចសក់ឈូសក់ឆេះសក់បែកចុងសក់សពោសក់ស្ងួតស្អិតអីហ្នឹងជាពិសេសគឺចង់ឲ្យសក់ទៅវិញលឿនហ្នឹងគឺអ្នកនរគ្នាសាកប្រើជាមួយនឹង spray បាញ់សក់ Hela Hair Tonic Spray បានជំនួសទី2ហ្នឹងគឺសួរសំណួរផ្ទាល់ខ្លួនអញ្ចឹងបើសិនជាគាត់សួរពីតំណែងពីមុនឬក៏សំណួរផ្ទាល់ខ្លួនណាមួយគឺគាត់កំពុងតែព្យាយាមមកមើលថាតើយើងនៅលីវដូចគាត់ដែរអត់ហ្នឹងគឺជាការពិតជាពិសេសបើសិនបើទើបតែបានជួបគាត់ហើយអត់ទាន់ស្គាល់គ្នាច្បាស់អានឹងការសួរបែបហ្នឹងគឺជាចេតនាស្នេហ៍ពិតប្រាកដមែនតើហ្មងចំណុចទី3វិញគឺព្យាយាមធ្វើឲ្យយើងចាប់អារម្មណ៍អញ្ចឹងជួនកាលគាត់អាចនឹងនិយាយពីចិត្តជាងដើម្បីធ្វើឲ្យយើងចាប់អារម្មណ៍ឆ្លើយឆ្លងជាមួយគ្នាដូចជានិយាយអំពីការងារឡានផ្ទះឬក៏របៀបរស់នៅរបស់គាត់ខណៈដែលយើងអត់បានសួរអីអញ្ចឹងណាហើយគាត់សង្ឃឹមថាការធ្វើបែបហ្នឹងគឺនឹងធ្វើឲ្យយើងចាត់ទុកគាត់ជាមនុស្សឬក៏ជាបរិយាម្នាក់ដែលគួរឲ្យចាប់អារម្មណ៍ចឹងទៅទី4ហ្នឹងគឺឆ្លើយតបរហ័សមែនតើតទៅជាមួយនឹងការឆ្លើយតបសារចាំបើសិនជាបរិយាដែលចូលចិត្តយើងពិតប្រាកដគឺនឹងយល់លេសដើម្បីបានទៅចែកជាមួយនឹងយើងបែបមិត្តភាពក៏ដោយជាពិសេសគឺឆ្លើយតបសារលឿនខ្លាំងមែនទែនហើយព្យាយាមបង្កើតការសន្ទនាក្នុងសារហ្នឹងដើម្បីធ្វើឲ្យចែកគ្នាឲ្យបានយូរអញ្ចឹងណាទី5គឺតាមដានយើងនៅលើបណ្ដាញសង្គមអញ្ចឹងគាត់តែងតែតាមដានយើងលើបណ្ដាញសង្គមពីការបង្ហោះចូលមើល story ឲ្យម្លងឯងនិយាយទៅអាសា comment ហើយតែងតែចុច like យើងរាល់ការបង្ហោះនានាគ្រប់ទាំងអស់ហ្មងទី6វិញគឺអិននិយាយពីមនុស្សផ្សេងនៅពេលដែលនៅក្បែរយើងអញ្ចឹងណាឬក៏នៅជាមួយយើងតែចែកគ្នាគាត់អត់និយាយពីផ្សេងតតសំមកហើយបើសិនជាយើងព្យាយាមលើកពីអារឿងនឹងឡើងគាត់នឹងមកវាយសាច់រឿងនឹងទៅនិយាយផ្សេងអីចឹងទៅអញ្ចឹងគាត់ចង់ឲ្យយើងដឹងថាគាត់នៅតែនៅលីវហើយគាត់អត់ត្រូវបានចង់ភ្ជាប់ជាមួយនឹងណាគេអញ្ចឹងណាអត់ឲ្យចង់នឹងបើនិយាយទៅគឺអាចចង់ឲ្យយើងគិតថាគាត់នឹងគឺមានណាគេហ្មងណាចំណុចទី7វិញគឺតែងតែសម្គាល់នៅពេលដែលយើងផ្លាស់ប្ដូររៀងរាល់ពេលដែលយើងប្រែប្រួលរូបរាងឬក៏បដូររបៀបតែងខ្លួនណាគាត់គឺជាមនុស្សទី1ហ្មងដែលតែងតែសម្គាល់ដឹងនិងតែងតែសរសើរទោះបីជាយើងអត់ស្អាតក៏ដោយនេះមានន័យថាគាត់យកចិត្តទុកដាក់លើរូបរាងរបស់យើងហើយគាត់ចាត់ទុកយើងគឺជាមនុស្សដែលតាក់ទាញសម្រាប់គាត់ខ្លាំងមែនទែនហើយចំពោះចំណុចទី8វិញគឺព្យាយាមញាស់យើងនិយាយទៅការលេងសើចគឺជាវិធីមួយដែលងាយបង្ហាញក្តីស្រឡាញ់ចំពោះបុរសហើយនិងចំពោះនារីមែនទែនចំពោះមនុស្សដែលយើងពេញចិត្តអញ្ចឹងណាអញ្ចឹងការដែលបុរសហ្នឹងគាត់បង្ហាញភាពអញ្ញញ៉ៃជុំវិញខ្លួនយើងគឺគាត់ចង់បង្ហាញថាគាត់គឺគួរឲ្យគឺយើងនឹងគួរឲ្យស្រឡាញ់ចំពោះគាត់កម្រិតណាអញ្ចឹងណាហើយចំពោះចំណុចទី9វិញគឺឆ្លៀតពេលឲ្យយើងមែនតើសិនជាបរិយាម្នាក់ហ្នឹងពិតជាស្រឡាញ់យើងពិតប្រាកដមែនណាគាត់នឹងឆ្លៀតពេលសម្រាប់យើងដោយការដើរលេងជាមួយគ្នាជួបគ្នាផឹកកាហ្វេឬក៏ជជែកលេងពេលយើងអបសុកអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាសញ្ញាមកបង្ហាញថាគាត់មានអារម្មណ៍ល្អនៅពេលដែលនៅក្បែរយើងហើយគាត់ក៏ចង់ឲ្យយើងហ្នឹងស្គាល់ពីយើងក៏ដូចជាគាត់ហ្នឹងឲ្យបានស៊ីជម្រៅជាងមុនទៀតអញ្ចឹងតាមនុស្សអញ្ចឹងចំណុចទាំងអស់ហ្នឹងហើយដែលអ្នកទាំងអស់គ្នាអាចសង្កេតមើលបានថាមនុស្សម្នាក់ហ្នឹងលួចស្រឡាញ់យើងអត់យើងអាចមើលចំណុចទាំងអស់ហ្នឹងបានអញ្ចឹងបើសិនជាគាត់មាននៅក្នុងចំណុចទាំងអស់ហ្នឹងហើយមានលើសពីពាក់កណ្ដាលនៃអ្វីដែលខ្ញុំនិយាយហ្នឹងគឺស្ទើរថាគឺគាត់ពិតជាចាប់អារម្មណ៍យើងហើយអញ្ចឹងបើសិនជាយើងស្រឡាញ់គាត់ដែរយើងគួរតែបង្ហាញទៅកាន់គាត់វិញឬក៏អាចថាអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូមួយហ្នឹងគឺមានប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណមែនទែនសម្រាប់ការទស្សនាបើមានចម្ងល់អាច comment នៅខាងក្រោមវីដេអូនេះបានហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាសក់ខូចសក់ឈូសក់ឆេះសក់បែកចុងសក់សពោសក់ស្ងួតស្អិតអីហ្នឹងជាពិសេសគឺចង់ឲ្យសក់ទៅវិញលឿនហ្នឹងគឺអ្នកទាំងអស់គ្នាសាកប្រើជាមួយនឹង spray បាញ់សក់ Hela Hair Tonic Spray បាននិយាយទៅគឺ product ហ្នឹងគឺល្អខ្លាំងមែនតើមកគ្រឿងប្រសិទ្ធភាពត្រឹមតែមួយសប្តាហ៍ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ